គូស្វាមីភរិយាថ្មីថ្មមួយគូក្រោយរាត្រីមង្គលការក៏ដេកអប់គ្នាទៅលុះដល់ពាក់កណ្ដាលអាធ្រាត្រភរិយាបែរជាបង្ហាញទឹកមុខពិបាកចិត្តហើយស្រែកភ្ញាក់ផ្អើលក្នុងសុបិនតាមពិតនាងក្នុងសុបិនតែងតែត្រូវបានពស់ថ្លាន់ធំមួយដេញតាមទីបំផុតរត់ទៅដល់មាត់ជ្រូកមួយកន្លែងតែពស់ថ្លាន់នោះនៅតែដេញតាមមិនឈប់ហើយបើកមាត់បញ្ចេញភ្លុកដ៏ធំត្រៀមខាំភរិយាក៏ស្រែកលាន់មាត់ភ្ញាក់ពីដំណេកយ៉ាងភ្ញាក់ផ្អើលចេញពីសុបិនអាក្រក់មិននឹកស្មានថា3ខែក្រោយមកនាងនោះបានដឹងថាខ្លួនមានផ្ទៃពោះនាងគិតថាជារឿងរីករាយមួយតែគួរឲ្យសោកស្ដាយក្មេងទើបតែកាត់មកមិនព្រមយំហើយបន្តក្អួតឈាមស្អុយតើនេះជារឿងអ្វីទៅតាមដំណើរថាក្នុងសម័យរាជវង្សខាងជើងនិងខាងត្បូងនៅផ្សារមួយកន្លែងដ៏អ៊ូអរគ្រួសារមួយមានត្រកូលលៀងកំពុងរៀបចំពិធីមង្គលការគ្រាន់តែដោយសារតែប្តីរបស់នាងស្លាប់លឿនលោកស្រីលៀងតែម្នាក់ឯងបានចិញ្ចឹមកូនប្រុសរហូតធំពេញវ័យចំពោះពិធីមង្គលការកូនប្រុសរបស់នាងឲ្យតម្លៃយ៉ាងខ្លាំងបានរៀបចំពិធីមង្គលការយ៉ាងអធិកអធមសម្រាប់កូនប្រុសរបស់នាងអ្នកជិតខាងនាំគ្នាមកអបអរសាទរមិននឹកស្មានថាថ្ងៃរៀបការសោះកូនក្រមុំបែរជាយកសັບអាក្រក់ជាប់គ្នាជួនយកសັບឃើញចោលប្លន់ក៏យកសັບឃើញត្រូវពស់ធំដេញតាមរាល់ពេលភ្ញាក់ឡើងតែងតែបែកញើសជុកខ្លួនដំបូងកូនក្រមុំមិនបានចាប់អារម្មណ៍ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកកូនក្រមុំតែងតែយកសັບអាក្រក់ជាប់ជានិច្ចលើកនេះនាងបែរជារត់ទៅដល់មាត់ជ្រូកមួយឃើញថាគ្មានផ្លូវរត់រួចទៀតទេនៅពេលដែលពស់ធំកំពុងតែវាយប្រហារនាងនោះភ័យរហូតភ្ញាក់ឡើងសំឡេងស្រែករបស់នាងបានធ្វើឲ្យប្តីដែលនៅក្បែរភ្ញាក់ឡើងភរិយាមានរឿងអីគ្មានអីទេគ្រាន់តែយកសັບអាក្រក់មិននឹកស្មានថានៅថ្ងៃមួយពីខែក្រោយមកនាងតែងតែចំអោចង់អួតនិងដកដង្ហើមញាប់រោគសញ្ញាបែបនេះកើតមានជាប់គ្នាឃើញភរិយាលំបាកយ៉ាងនេះលោកលីវបានចេញដំណើរទៅខេត្តទាំងយប់អញ្ជើញគ្រូពេទ្យតៅហុងទៅល្បីប្រចាំតំបន់បន្ទាប់ពីគ្រូពេទ្យល្បីនោះបានពិនិត្យជីពចរយ៉ាងល្អិតល្អន់នាងមិនមែនមានជំងឺធ្ងន់ធ្ងរអ្វីទេតែជាជីពចរមានកុហកសូមអបអរសាទរសូមអបអរសាទរលោកស្រីមានកុហកហើយពេលលើពាក្យនេះភ្លាមលោកប្រុសលីវទាំងភ្ញាក់ផ្អើលទាំងរីករាយគាត់ថែមទាំងគិតថាខ្លួនឯងកំពុងយកសពនឹកស្មានមិនដល់ថាសុភមង្គលមកដល់លឿនយ៉ាងនេះសោះរហូតដល់គ្រូពេទ្យបញ្ជាក់ម្ដងហើយម្ដងទៀតលោកស្រីពិតជាមានកុហកមែនលោកប្រុសលីវទើបជឿថាវាជាការពិតគូស្នេហ៍វ័យក្មេងទាំងពីរនាក់រីករាយរហូតដល់សប្បាយចិត្តលើសលោកចាប់តាំងពីពេលនោះមកលោកប្រុសលីវក៏បានដាក់រឿងរ៉ាវទាំងអស់នៅក្នុងដៃនៅក្បែរភរិយារបស់គាត់ជារៀងរាល់ថ្ងៃព្រមទាំងមើលថែយ៉ាងយកចិត្តទុកដាក់នីតិខុសនៅកន្លងផុតដល់រដូវស្លឹកឈើជ្រុះជាពេលប្រមូលផលឆ្នាំនេះផ្លែប៉ែស្ក្នុងទីធ្លាទុំល្អជាពិសេសហាក់ដូចជាកំពុងទីទុកមុនអ្វីមួយមិនយូរប៉ុន្មានលោកស្រីលីវពោះគ្រប់10ខែក៏ដល់ថ្ងៃឆ្លងទន្លេលោកប្រុសលីវដែលជាឪពុកលើកដំបូងរំភើបចិត្តជាខ្លាំងដើរចុះឡើងមិនឈប់នៅមាត់ទ្វាររីករាយផងបារម្ភបន្តិចបន្តួចផងសង្ឃឹមតែថាភរិយានិងកូនមានសុវត្ថិភាពទាំងអស់គ្នាប៉ុន្មានម៉ោងបានកន្លងផុតទៅតែខាងក្នុងបែរជាស្ងាត់ឈឹងលោកប្រុសលីវភ័យអន្ទះសារលោកស្ដាប់តាមចន្លោះទ្វារភ្លាមនោះឈ្មោះក៏បីកូនចេញពីខាងក្នុងមកចម្លែកណាស់ដែលក្មេងមិនយំឈ្មោះក៏មានទឹកមុខតានតឹងផងដែរគាត់និយាយថាខ្លួនឯងសម្រាលកូនអស់ជាច្រើនទៅវត្តមិនដែលឃើញកូនបែបនេះពីមុនមកទេម្ដាយរបស់លោកលីវក៏ស្រក់ទឹកភ្នែកដែររអ៊ូថាត្រកូលលីវមានដំណក់ឈាមតែមួយគត់អស់3ចំនួនមកហើយតើយើងគួរធ្វើយ៉ាងណាទៅលោកលីវបានសម្លឹងមើលក្មេងនោះយ៉ាងយកចិត្តទុកដាក់ក្នុងចិត្តគាត់ក៏ភ័យស្លន់ស្លោយ៉ាងខ្លាំងបន្ទាប់ពីទទួលក្មេងនោះដោយដៃញ័ររួចមកអារម្មណ៍របស់គាត់មិនអាចស្ងប់បានយូរឡើយគាត់ទន្ទឹងរង់ចាំការប្រសូតរបស់កូនដោយក្តីរីករាយយ៉ាងខ្លាំងតែមិននឹកស្មានថាជាលទ្ធផលបែបនេះសោះនៅពេលនេះស្លឹកឈើដែលជ្រុះធ្លាក់ប្រៀបដូចជាអារម្មណ៍របស់គាត់ធ្លាក់ចុះដល់បាត់បំផុតតែគិតដល់ភរិយាដែលទើបសម្រាលកូនរួចនៅខ្សោយគាត់ត្រូវតែរឹងមាំគាត់បានបោកក្មេងនោះមកមុខភរិយាគាត់ប្រាប់ភរិយាថាកូនមានសុខភាពល្អណាស់ដើម្បីឲ្យភរិយាគាត់អស់កង្វល់និងសម្រាប់ឲ្យបានជាសះស្បើយសិនបន្ទាប់មកគាត់ក៏បោកក្មេងនោះចេញមកក្រៅភ្លាមគាត់ដឹងច្បាស់ថាស្ថានភាពរបស់ក្មេងមិនអាចពន្យាពេលបានទេបន្ទាប់ពីប្រគល់ក្មេងនោះទៅឲ្យម្ដាយរបស់គាត់រួចមកគាត់ក៏ប្រញាប់ទៅទីរួមខេត្តដើម្បីអញ្ជើញលោកគ្រូពេទ្យដៃហ្វូសំណាងល្អគាត់បានទៅដល់មុនពេលយប់មកដល់គាត់បានអញ្ជើញគ្រូពេទ្យជំនាញតៅហុងជីងមកគ្រូពេទ្យតៅបានពិនិត្យមើលស្ថានភាពកុមារជាបន្ទាន់ហើយបានពិនិត្យយ៉ាងយកចិត្តទុកដាក់មិនយូរប៉ុន្មានក៏រកឃើញគឺគោលនៃបញ្ហាតាមពិតកុមារមិនមានជំងឺធ្ងន់ធ្ងរអ្វីទេតែជាបញ្ហាដែលកុមារភាគច្រើនតែងជួបប្រទះកូនប្រុសកុំបារម្ភឈាមមកខ្វាក់ក្នុងមាត់របស់កុមារនេះមិនមែនបណ្ដាលមកពីការហូរឈាមក្នុងខ្លួនទេគឺវាជាអ៊ឺជីនេះជាអ្វីទៅគឺនិយាយម្យ៉ាងទៀតគឺជាពោលពីកំណើតមិនមានបញ្ហាធ្ងន់ធ្ងរទេម្ដាយនិងកូនត្រកូលលីវវាដូច្នេះហើយទៅធូរទ្រង់បន្ទាប់មកភ្លាមគ្រូពេទ្យតៅបានប្រាប់ពួកគេឲ្យប្រញាប់សម្អាតជាតិពុលទាំងនេះចេញពីក្មេងជាពិសេសឈាមមកខ្វាក់ក្នុងមាត់ត្រូវតែសម្អាតចេញជាបន្ទាន់បន្ទាប់មកទៀតគឺមាត់ច្រមុះនិងផ្ទៃមុខទាំងអស់នោះត្រូវតែសម្អាតឲ្យស្អាតម្ដាយនិងកូនទាំងពីរមិនហ៊ានពន្យាពេលមួយផ្លែតឡើយក៏ធ្វើតាមវិធីរបស់គ្រូពេទ្យបន្ទាប់មកគ្រូពេទ្យតៅក៏យកគន្ធានិងហងលៀងចេញពីប្រអប់ថ្នាំឲ្យកូនប្រុសលីវបុកថ្នាំទាំងពីរមុខនេះឲ្យម៉ត់បន្ទាប់មកដាក់ចូលឆ្នាំងដាំទឹកឲ្យពុះខ្លាយជាថ្នាំរួចដំណក់បន្តិចម្ដងចូលមាត់ក្មេងអ្វីដែលសំខាន់បំផុតគឺត្រូវដំណក់វ៉ូលេជ្វីមុនរួចទើបដំណក់លោប៉ែតកុំច្រឡំលំដាប់លំដោយឲ្យសោះព្រោះថ្នាំវ៉ូលេជ្វីអាចបំបត្តិកម្ដៅដពីនិងបន្សាបជាតិពុលក្នុងកុហកប៉ុន្តែវ៉ូលេជ្វីជាថ្នាំដែលមានរសជាតិល្វីងនិងត្រជាក់សរីរាង្គទារោគទើបកើតមិនទាន់លូតលាស់ពេញលេញនៅឡើយខ្លាចប៉ះពាល់ដល់លំពេងនិងក្រពះរបស់ក្មេងដូច្នេះត្រូវបន្ថែមលោប៉ែតដើម្បីកែសម្រួលឥទ្ធិពលថ្នាំវ៉ូលេជ្វីដើម្បីកាត់បន្ថយការប៉ះពាល់និងការរំខានរបស់វ៉ូលេជ្វីចំពោះលំពេងនិងក្រពះពិតជាមែនបន្ទាប់ពីក្មេងបានផឹកអុសតាបុរាណសាមញ្ញទាំងពីរនេះរួចមកភ្លាមនោះឈាមខ្មៅជាច្រើនបានហូរចេញពីមាត់របស់គេរួចក៏យំយ៉ាងខ្លាំងអូលោកគ្រូពេទ្យពិតជាគ្រូពេទ្យទេវតាពិតមែនគ្រូពេទ្យទេវតាបានចុះមកព្យាបាលជំងឺរាប់រយមុខឆ្មាលៀបសូមជូនពរមិត្តភក្តិដែលបានឃើញវីដេអូនេះឲ្យគ្រួសារមានសេចក្តីសុខនិងសុខភាពល្អជួបលៀបសំណាងជាប់គ្នានិងរកស៊ីមានបានមិនយូរប៉ុន្មានរឿងដែលតៅហុងបានប្រើវ៉ូលេជ្វីនិងលោប៉ែតដើម្បីជួយសង្គ្រោះក្មេងនោះបានល្បីពេញភូមិស្រុកក្រោយមកប្រជាជនក្នុងស្រុករាល់ពេលដែលមានទារោគទើបនឹងកើតមនុស្សគ្រប់រូបនឹងប្រើថ្នាំទាំងពីរមុខនេះជាអុសបុរាណសម្រាប់លាងសម្អាតជាតិពុលក្នុងកុហកសម្រាប់ក្មេងបន្ធូរបន្ថយការជិះចាប់វិធីសាស្ត្រនេះបានក្លាយជាប្រពៃណីបន្តិចម្ដងក្រោយមកគ្រូពេទ្យល្បីឈ្មោះតៅហុងជីងបានកត់ត្រារូបមន្តនេះចូលក្នុងស្នាដៃជីយ៉ានហ្វាងហើយដាក់ឈ្មោះថាខៃខើលៀងរហូតដល់ឆ្នាំ2025តំបន់ជៀងណាប្រជាជននៅតំបន់នោះនៅតែបន្តប្រពៃណីនេះជីយ៉ានហ្វាង
គឺជាស្នាដៃវិទ្យាសាស្ត្រដ៏សំខាន់មួយក្នុងសម័យរាជវង្សខាងត្បូងនិងខាងជើងមានន័យថាជាស្ពានភ្ជាប់ពីជំនាន់មុនទៅជំនាន់ក្រោយវាបានសង្ខេបនៅបទពិសោធន៍វិទ្យាសាស្ត្រពីជំនាន់មុនសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រជំនាន់ក្រោយបានផ្ដល់ឯកសារយោងដ៏សំខាន់ខ្លឹមសារបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើការថែទាំពីរោគទើបកើតនិងការការពារទប់ស្កាត់ជំងឺនាពេលនោះដែលបង្ហាញពីការអនុវត្តទ្រឹស្ដីអស្ចារ្យបុរាណចិនក្នុងការអនុវត្តជាក់ស្ដែងអស្ថាងលៀនមានរសជាតិល្វីងបន្តិចអស្កម្មឆៅមានរសជាតិផ្អែមជីវិតមនុស្សមិនមែនល្វីងមុនផ្អែមក្រោយនោះទេ